សម័យ digital គឺយើងអត់អាចហាមឃាត់កូនយើងអត់ឲ្យមើលទូរស័ព្ទឬក៏ iPad បាន 100% ទេត្រូវអត់ប៉ុន្តែអ្នកជំនាញក៏គេណែនាំថាឲ្យយើងនឹងមានការ limit ទៅលើការមើលទៅលើអេក្រង់ទូរស័ព្ទឬក៏ iPad ហ្នឹងគឺទៅតាមអាយុរបស់ពួកគាត់ព្រោះថាបើគាត់មើលទូរស័ព្ទយូរវាអាចមានផលប៉ះពាល់ធ្វើឲ្យគាត់ស្វាងភ្នែកគាត់កាហាយភ្នែកស្ងួតភ្នែកហើយមិនត្រឹមតែប៉ុណ្្នឹងទេវាមានផលប៉ះពាល់ទៅដល់ការគេងរបស់គាត់ទៀតផងទើបអ្នកជំនាញគេកំណត់ពេលវេលានៃការមើលទូរស័ព្ទរបស់គាត់ហើយខាងលើនេះគឺជាចំនួនម៉ោងដែលគាត់ត្រូវមើលក្នុងរយៈពេល1ថ្ងៃខ្ញុំសូមបញ្ជាក់ដែរមិនមែនរយៈពេលម៉ោងទាំងអស់ហ្នឹងគឺគេឲ្យអង្គុយមើលក្នុងមួយពេលទេគឺគេចង់មានន័យថាសរុបក្នុងមួយថ្ងៃអញ្ចឹងគាត់អាចមាន activity លេងខ្លះក៏ដូចជាមើលខ្លះហើយគេ limit ខំអាយុ2ឆ្នាំហ្នឹងគឺ42នាទីក្នុងមួយថ្ងៃហើយក្មេងដែលគាត់អាយុពី2ឆ្នាំដល់4ឆ្នាំបានន័យថាគាត់ចំនួនម៉ោងសរុបហ្នឹងគឺ2ម៉ោងកន្លះហើយក្មេងដែលអាយុ5ទៅ8ឆ្នាំហ្នឹងគឺសរុបចំនួនម៉ោងក្នុងមួយថ្ងៃតែ3ម៉ោងក្នុងមួយថ្ងៃទេក្រៅពីការ limit នៃការមើលទូរស័ព្ទមើល iPad នឹងហើយក៏គេណែនាំឲ្យអ្នកទាំងអស់គ្នាបន្ថែមនៅអាហារូបត្ថម្ភមួយចំនួនដែលបានគ្រប់គ្រាន់ដូចជាអាហារដែលសម្បូរទៅដោយវីតាមីន A វីតាមីន C វីតាមីន E Omega 3និងសារធាតុសំខាន់ពីរទៀតហ្នឹងគឺលុយតេអ៊ីននិងជាសង់ទីនដោយសារតែមានការសិក្សាគេលើកមកថាលុយតេអ៊ីននិងជាសង់ទីននេះគឺសិក្សាទៅលើក្មេងចន្លោះអាយុ15ទៅ12ឆ្នាំហ្នឹងគឺគេបានឲ្យប្រើប្រាស់សារធាតុលុយតេអ៊ីនរយៈពេល90ថ្ងៃទៅដល់180ថ្ងៃគឺសង្កេតឃើញថាក្មេងដែលគាត់ប្រើប្រាស់នៅសារធាតុហ្នឹងជួយការពារគាត់ហ្នឹងឲ្យមើលឃើញបានច្បាស់និងជួយកាត់បន្ថយនៅអាការៈចុកគ្រាប់ភ្នែកឬក៏បញ្ហាស្រវាំងភ្នែកបន្ទាប់ពីគាត់នឹងមើលទូរស័ព្ទឬក៏សម្លឹងយូរវាក៏ជួយកាត់បន្ថយនៅអាការៈ stress ផងដែរអញ្ចឹងសារធាតុទាំងអស់ហ្នឹងគឺអ្នកទាំងអស់គ្នាអាចរកបាននៅក្នុងបន្លែបៃតងជាពិសេសហើយខាងលើនេះសុទ្ធសឹងតែជាប្រភពអាហារសំខាន់ៗដែលជួយទៅដល់សុខភាពភ្នែកតែបើសិនអ្នកទាំងអស់គ្នាចង់បានពពួកវីតាមីនឬក៏ supplement អ្នកទាំងអស់គ្នាគួរតែតាក់ទងជាមួយនឹងអ្នកជំនាញដើម្បីឲ្យគាត់នឹងណែនាំពីវិធីប្រើប្រាស់បានត្រឹមត្រូវ